បច្ចុប្បន្ននេះប្រជាជនកម្ពុជាដែលជាកសិករនឹងលក់ស្រូវទៅឲ្យប្រទេសជិតខាងដែលជាឈ្មួញធំហើយឈ្មួញកដាលក៏មានវៀតណាមក៏មានជាខ្មែរដែលឲ្យតម្លៃរៀងទាបមែនតើហើយពួកគាត់ថាដោយសារតែឈ្មួញធំឲ្យតម្លៃរៀងទាបអញ្ចឹងក៏ឲ្យតម្លៃរៀងទាបដែរអញ្ចឹងសំណួរសួរថាឬមួយក៏ជាដំណោះស្រាយតើកម្ពុជាបន្តលក់ស្រូវដែលមានតម្លៃទាបនឹងទៅឲ្យខាងឈ្មួញធំនឹងទៀតឬមួយក៏ត្រូវលក់ទៅឲ្យខាងក្នុងស្រុកដើម្បីផលិតជាអង្គហើយក្នុងការនាំចេញទៅក្រៅតាមមួយណាល្អជាងនេះគឺជាបញ្ញាដែលត្រូវការពិចារណាឲ្យជ្រាវជ្រៅពោះពិតប្រាកដណាការលូកស្រូវនៅថ្នាក់ក្រៅប្រទេសអាចធ្វើឲ្យមានប្រាក់ចំណេញតិចប៉ុន្តែការផលិតអង្ករនៅក្នុងស្រុកអាចជួយបង្កើតតម្លៃបន្ថែមនិងការពង្រឹងសេដ្ឋកិច្ចក្នុងទ្រព្យសម្បត្តិផ្ទៃក្នុងស្របតាមស្ថានភាពនិងគោលបំណងរបស់ប្រទេសការរួមបញ្ចូលទាំងការលុកស្រូវនិងការផលិតអង្ករអាចជាជំរឿនល្អដើម្បីរកឲ្យបានប្រសិទ្ធភាពខ្ពស់និងការពង្រឹងសេដ្ឋកិច្ចអូចាំបានន័យថាបើផលិតអង្ករនៅក្នុងស្រុកហើយនាំចេញទៅដោយប្រទេសកម្ពុជាផ្ទាល់អាហ្នឹងគឺប្រជាពលរដ្ឋនឹងអាចទទួលបានតម្លៃខ្ពស់ហើយជួយសេដ្ឋកិច្ចបានប្រទេសជួយសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបានទៀតត្រូវទេច្បាស់ណាស់ការផលិតអង្ករនៅក្នុងស្រុកនិងការនាំចេញដោយប្រទេសកម្ពុជាផ្ទាល់អាចជួយបង្កើតតម្លៃបន្ថែមនិងបង្កើនប្រាក់ចំណេញសម្រាប់កសិករវាក៏ជួយផងដែរក្នុងការជំរុញសេដ្ឋកិច្ចស្រុកនិងការកែលម្អស្ថានភាពជីវភាពរបស់ប្រជាជនដូច្នេះវាជាឧបករណ៍មួយសម្រាប់ការរីកចម្រើននិងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ពិសេស Boostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេ